បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាហើយយើងនឹងរៀនពីរបៀបធ្វើផ្អកដំឡូងមីជាមួយនឹងគ្នាបាទជាពិសេសបងប្អូនដែលនៅចំការដំឡូងមីឬក៏នៅផ្ទះមានដាំដំឡូងមីច្រើនហើយបងប្អូនអាចធ្វើផ្អកដំឡូងមីនេះឲ្យសម្រាប់គោស៊ីបានពីព្រោះផ្អកដំឡូងមីនេះធ្វើឲ្យគោធំធាត់លឿនមែនតើជាពិសេសបងប្អូនដែលចិញ្ចឹមគោសម្រាប់លក់ណាបាទចិញ្ចឹមគោសម្រាប់លក់គឺបងប្អូនអាចធ្វើផ្អកដំឡូងមីឲ្យវាស៊ីបានពីព្រោះដោយសារផ្អកដំឡូងមីនេះគឺវាជួយឲ្យគោរបស់យើងធំធាត់លឿនមែនតើណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនទទួលយកចំណេះដឹងថ្មីនេះទៅហើយអនុវត្តធ្វើតគ្នាណាបាទអូខេហើយយើងនឹងចាប់ដើមជាមួយនឹងគ្នាតែយើងត្រូវធ្វើអីខ្លះណាគឺទី1គឺយើងត្រូវមានវត្ថុធាតុដើមណាបាទវត្ថុធាតុដើមរបស់យើងដែលយើងមាននៅក្នុងភូមិឋានរបស់យើងនេះគឺស្រួលរកមែនតើអត់មានចាំបាច់យើងពិបាកទៅទិញវត្ថុធាតុដើមថ្លៃពីណាយកមកធ្វើផ្អកដំឡូងមីទេបាទអញ្ចឹងរបៀបវត្ថុធាតុដើមគឺទី1គឺយើងត្រូវមានអីគេបាទទី1គឺយើងត្រូវមានស្ករត្នោត5គីឡូក្រាមណាស្ករត្នោតបាទអញ្ចឹងអត់ខ្ញុំគិតថាវាអត់អីដែលត្រូវពិបាករកទេគឺថាស្រួលរកមែនតើណានៅតាមតំបន់ជនបទឬក៏កន្លែងផ្សេងៗគឺស្រួលរកណាបាទចំណែកទី2គឺយើងត្រូវមានទឹកចំនួន5លីត្រណាបាទទី3គឺយើងត្រូវមានស្លឹកដំឡូងមីយើងយកទាំងតងទាំងស្លឹកគឺចំនួន100គីឡូក្រាមនេះគឺបងប្អូននេះមិនកំណត់ថាតាមរង្វល់នឹងទាំងអស់ទេណាបើសិនជាបងប្អូនមានមានស្លឹកដំឡូងមី50គីឡូបងប្អូនគិតដកតាមនឹងមកឧទាហរណ៍បងប្អូនមានស្លឹកដំឡូងមីបងប្អូនរកមិនបានទេបងប្អូនមានតែ50គីឡូឬក៏10គីឡូអីហ្នឹងបងប្អូនអាចធ្វើវិធីដកទៅតាមនឹងណាបាទឧទាហរណ៍ស្លឹកដំឡូងមីទាំងតងនេះគឺបងប្អូនមានតែ50គីឡូទេណាបាទមានតែ50គីឡូទេអញ្ចឹងទឹកនេះបងប្អូនយកតែ2លីត្រកន្លះបានហើយណាបើសិនជានេះបើសិនជាស្លឹកដំឡូងមីទាំងស្លឹកទាំងតងនេះ50គីឡូទឹកគឺយើងបន្ថយនៅត្រឹម2លីត្រកន្លះហើយនឹងស្ករនេះយើងបន្ថយទៅត្រឹម2គីឡូកន្លះអញ្ចឹងបងប្អូនយល់ទេបាទអញ្ចឹងបើសិនចំនួនតិចជាងនឹងទៀតបងប្អូនអាចបន្ថយទៅតាមរង្វល់នឹងទៀតបានណាបាទហើយនឹងទី3យើងត្រូវមានពាងធំល្មមសម្រាប់ដាក់ដំឡូងមីចំនួនតាតងហ្នឹងគឺចំនួន100គីឡូណានេះខ្ញុំគ្រាន់តែយកឧទាហរណ៍ថាវា100គីឡូទេប៉ុន្តែបើសិនជាបងប្អូនមានប្រមាណគីឡូបងប្អូនគិតបន្ថយតាមនឹងទៅណាពាងតូចពាងធំទៅតាមលទ្ធភាពដែលបងប្អូនមានចំនួនគីឡូស្លឹកដំឡូងមីបើបងប្អូនមានចំនួនស្លឹកដំឡូងមីច្រើនបងប្អូនពាងធំល្មមដាក់ទៅហើយបើសិនជាបងប្អូនអត់មានស្លឹកដំឡូងមីច្រើនទេមានតែបន្តិចតួចបងប្អូនអាចជ្រើសរើសយកពាងឬក៏ថាប់អីតូចមួយសម្រាប់ដាក់ល្មមនិងស្លឹកទាំងតងដំឡូងមីនឹងទៅក៏បានដែរណាបាទហើយបន្តមកណាបាទបន្តមកគឺរបៀបធ្វើបាទយើងចូលដល់របៀបធ្វើហើយថាយើងត្រូវតែធ្វើយ៉ាងម៉េចបន្តទៀតនៅពេលដែលយើងបានវត្ថុធាតុដើមនឹងមកអស់ហើយណាវត្ថុធាតុដើមយើងមានស្ករត្នោតយើងមានណាទឹកយើងមានហើយស្លឹកដំឡូងមីទាំងដងដំឡូងមីយើងមានហើយពាងធំក៏ថាប់តូចធំល្មមដែលយើងត្រូវដាក់ស្លឹកដំឡូងមីតាមលទ្ធភាពរបស់យើងនឹងគឺយើងមានហើយថាបន្ទាប់មករបៀបធ្វើដែលយើងត្រូវធ្វើមិនខ្លះណាបាទវាស្របៀងនឹងការធ្វើផ្អកចម្បាំងដែរណាបាទហើយគាត់ថាផ្អកដំឡូងមីនេះគឺវាល្អចំពោះគោយើងដោយសារបើសិនជាគោយើងចិត្តលក់អីអាហ្នឹងយើងអាចបំពន់ដោយធ្វើផ្អកដំឡូងមីឲ្យស៊ីគឺថាវាឡើងសាច់លឿនណាបាទអញ្ចឹងវិធីទី1គឺយើងត្រូវយកស្ករចំនួន5គីឡូហ្នឹងគឺហើយនឹងទឹក5លីត្រហ្នឹងយើងលាយចូលគ្នាទៅហើយយើងច្របល់ចូលគ្នាទៅណាយើងកូរចូលគ្នាទៅឲ្យវារលាយសព្វហើយបន្តមកទៀតណាបងប្អូនអាចនឹងយកស្លឹកដំឡូងមីទាំងតងរបស់យើងហ្នឹងគឺដាក់ចូលទៅក្នុងពាងហ្នឹងណាយើងរៀបបានកម្រាស់បានរៀងក្រាស់បន្តិចទៅយើងស្រោចទឹកនឹងបតាទៅណាមានន័យថាយើងរៀបបានពីទឹកអញ្ចឹងយើងស្រោចទឹកស្កររបស់យើងស្រោចម្ដងទៅបានពីទឹកតិចយើងស្រោចទឹកស្ករយើងម្ដងទៅហើយទៅពេលយើងដាក់អស់ហើយយើងស្រោចទឹក
ស្ករយើងស្រោចទាំងអស់ទៅណាបាទបន្ទាប់ពីយើងស្រោចហើយយើងដាក់ហើយគឺយើងរកថង់ផ្លាស្ទិកណាថង់ផ្លាស្ទិកឬក៏អីធំមកយើងចូលមកគ្របឲ្យជិតណាយើងគ្របពាងឬក៏គ្របកន្លែងឲ្យតែយើងដាក់ហ្នឹងយើងគ្របឲ្យជិតទៅយើងយកឲ្យកស៊ូចងឲ្យជិតណាកុំឲ្យមានខ្យល់ចេញចូលទៅវាបានហើយណាបើសិនជាមានខ្យល់ចេញចូលវាអាចធ្វើឲ្យប្រអប់ដំឡូងមីរបស់យើងនឹងខូចហើយណាយើងចង់ឲ្យជាប់ទៅហើយយើងរក្សាទុកចំនួន21ថ្ងៃបាទពេលយើងរក្សាទុកគ្រប់ចំនួន21ថ្ងៃហើយបងប្អូនអាចនឹងប្រើបានហើយណាបងប្អូនអាចបើកវាប្រើបានហើយណាហើយរបៀបប្រើដែលយើងត្រូវប្រើយើងប្រើយ៉ាងម៉េចណាបាទអញ្ចឹងនេះចំណាំណាបងប្អូនអាចឲ្យគោស៊ីក្នុងមួយក្បាលយើងឲ្យស៊ី2ខាំក្នុងមួយថ្ងៃណាចំនួនអានេះចំពោះគោយើងធម្មតាណាយើងឲ្យស៊ីមួយថ្ងៃយើងឲ្យស៊ីតែ2ខាំបានហើយចំពោះផ្អកដំឡូងមីនេះតើយើងលាយជាមួយនឹងច្បើងឬក៏យើងលាយជាមួយនឹងស្មៅអីផ្សេងៗដើម្បីឲ្យវាស៊ីទៅឬក៏យើងឲ្យវាស៊ីផ្ទាល់ក៏បានដែរណាបាទយើងឲ្យវាស៊ីផ្ទាល់ក៏បានដែរហើយជាពិសេសចំពោះគោដែលចិត្តលក់ណាចំពោះបងប្អូនដែលយើងបំណងថាគោរបស់យើងស្គមណាយើងត្រូវបំពន់ដើម្បីឲ្យមានសាច់ធំធាត់លក់វាបានថ្លៃអីថ្លៃអញ្ចឹងបងប្អូនអាចជ្រើសរើសយកវិធីនេះបានណាធ្វើផ្អកដំឡូងមីឲ្យវាស៊ីទៅហើយចំពោះរង្វាស់ដែលឲ្យវាស៊ីនេះគឺយើងឲ្យវាស៊ី2គីឡូក្នុងមួយថ្ងៃណាអញ្ចឹងក្នុងមួយថ្ងៃបងប្អូនទាំងគ្នាឲ្យវាស៊ី2គីឡូទៅគឺវានឹងធាត់ធំធាត់លឿនហើយណាចំពោះប៉ុន្តែចំពោះគោរបស់យើងធម្មតាយើងចិញ្ចឹមយកគោយើងឲ្យវាស៊ីក្នុងមួយថ្ងៃយើងឲ្យវាស៊ីតែ2ខាំបានហើយណាបាទអាហ្នឹងវាល្អដែរហើយគោដែលចិត្តលក់ហ្នឹងគឺយើងឲ្យស៊ី2គីឡូទៅ2គីឡូក្នុងមួយថ្ងៃទៅអាហ្នឹងវាលឿនដែរណាបងប្អូនអាចនឹងទទួលបាននៅលទ្ធផលល្អបាទអាចលក់បានណាបាទអរគុណហើយសូមជួយ Subscribe នៅចំណុចពណ៌ក្រហមនៅខាងក្រោមវីដេអូនេះផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតបាទសម្រាប់នៅការព្យាបាលហើយនឹងពិធីដែលត្រូវបំពន់សត្វរបស់បងប្អូនទាំងអស់ឲ្យមានឲ្យបានធំធាត់ល្អហើយជួយ like និង share ខមឲ្យ comment បើសិនជាមានចម្ងល់អីផ្សេងៗហ្នឹងអាចសួរបានណាបើសិនខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយបើសិនជាខ្ញុំឆ្លើយមិនបានទេខ្ញុំនឹងស្វែងរកសួរគ្រូខ្ញុំបន្ថែមទៀតឬក៏បើកមើលនៅឯកសារផ្សេងៗទៀតដើម្បីនឹងជួយឆ្លើយដល់រាល់ចម្ងល់របស់បងប្អូននិងផ្សេងៗតែពាក់ព័ន្ធនឹងជំងឺសត្វឬក៏វិធីថែរក្សាសត្វទាំងអស់គ្នាបាទអរគុណហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ